សូមស្វាគមន៍ចំពោះការចូលមកទស្សនានៅវីដេអូមួយនេះសម្រាប់វីដេអូមួយនេះដែរគឺខ្ញុំបានចង់បង្ហាញទៅកាន់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការបង្កើតក្រុមឬក៏បង្កើត page សម្រាប់ធ្វើការ live វីដេអូចូលទៅកាន់ Facebook page អញ្ចឹងសម្រាប់វីដេអូមួយនេះប្រហែលជាអាចនឹងយូរបន្តិចដោយសារខ្ញុំនឹងរៀបចំធ្វើតែម្ដងជាមួយនឹងការបង្កើត page រួមជាមួយការ live និងវីដេអូចូលទៅកាន់ page អញ្ចឹងអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយនៅពេលដែលគេ live រឿងឬក៏វីដេអូចូលទៅកាន់ Facebook page ដោយសារតែមានសំណួរដូចក៏ជាការសំណូមពរពីមិត្តភ័ក្តិរបស់យើងទាំងអស់គ្នាក៏សំណូមពរខ្ញុំប្រាប់ពីរឿងធ្វើការ live វីដេអូចូលទៅកាន់ Facebook page អញ្ចឹងដំបូងឡើយដើម្បីធ្វើការ live យើងត្រូវតែមាន Facebook account មួយដើម្បីបង្កើតនៅ Facebook បាទបើសិនជាយើងមាន Facebook ហើយយើងអាចបង្កើតនៅជាក្រុមមួយឬក៏ជា page មួយក៏បានដើម្បីធ្វើការ live ចូលទៅកាន់ page ឬក៏ក្រុមហ្នឹងអញ្ចឹងដើម្បីបង្កើត page នេះដល់គ្នានេះបាទយើងចូលមកកន្លែងនេះមកហើយយើងចេះយកពាក្យថា page នេះមកបាទអញ្ចឹងនៅពេលដែលយើងចូលមកដល់កន្លែង page នេះយើងអាចធ្វើការ create page បាននៅខាងលើនេះគឺយើងអាច create page បានចុចយក create មកបាទជាទូទៅភាគច្រើនតែយើងចង់បង្កើត page នឹងដើម្បីអ្វីផ្សព្វផ្សាយពាណិជ្ជកម្មលក់ទំនិញអនឡាញឬក៏អ្វីច្រើនដែលយើងចង់បានតាមដែលយើងគិតឬយើងចង់ធ្វើប៉ុន្តែសម្រាប់ខ្ញុំពេលនេះសូមភាគច្រើនគឺទូទៅគឺគេបង្កើតយើងជាត្រង់នេះគឺយើងបង្កើតជាមួយនឹងការ live រឿងឬក៏វីដេអូផ្សេងៗចឹងបាទអញ្ចឹងយើងអាចដាក់ឈ្មោះ page របស់យើងបានហើយយើងចង់ដាក់ឈ្មោះគេយើងដាក់ថាឥឡូវយើងបង្កើតថាសបាយចុះយ៉ាសបាយឥឡូវយើងដាក់ថាសបាយយើងចុះបាទហើយបន្តមកអ្នកទាំងអស់គ្នាអាចជ្រើសយកទៅតាមអ្វីដែលអ្នកចង់បានវាមានច្រើនបាទមាន album មាន move វាមាន move មានsport មានអញ្ចឹងទៅ music chat music video អញ្ចឹងទៅបាទចាត់ខ្ញុំសូមជ្រើសយកមកបន្តមកយើងចុច get startបាទពេលនេះគឺយើងអាចបង្កើតបានជា page មួយហើយបាទនេះគឺជា page ដែលខ្ញុំបានបង្កើតបាញ់មិញអញ្ចឹងដើម្បីធ្វើការ live វីដេអូចូលតែបើសិនជាអ្នកទាំងអស់គ្នាមានរូបភាពអ្វីដែលស្អាតប្លែកៗអ្នកទាំងអស់គ្នាអាចដាក់បានកន្លែងនេះគឺយើង add picture ទៅយើងអាចដាក់រូប profile ក៏ដូចជាដាក់នៅរូប cover បានបន្តមកទៀតយើងចូលមកដល់ការ live អញ្ចឹងដើម្បីធ្វើការ live នៅវីដេអូបានយើងត្រូវតែមានកម្មវិធី2ទីច្រើនគឺគេ live នៅក្នុងកម្មវិធី2គឺ OBS ហើយនិងកម្មវិធី Wirecast ប៉ុន្តែសម្រាប់នៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពី OBS មួយសិនហើយសម្រាប់កម្មវិធី Wirecast ខ្ញុំនឹងបង្ហាញនៅពេលក្រោយបាទនេះគឺកម្មវិធីមួយដែលមានឈ្មោះថា OBS Studio អញ្ចឹងដើម្បីបាននៅកម្មវិធីនេះអ្នកទាំងអស់គ្នាអាចទៅទាញយកនៅក្នុង Google បានអញ្ចឹងយើងសូមធ្វើការបើកឬក៏ដំឡើងវាមកសូមរងចាំតិចកុំព្យូទ័រចាស់ដល់យូរទីបាទអញ្ចឹងឥឡូវយើងចូលមកកាន់ page យើងសិនជំនុំដល់ OBS បើកបាទដល់ពេលយើង live បាទយើងត្រូវចុចយកពាក្យកន្លែង public sync tool នេះមក
បាទបន្តមកទៀតនេះអ្នកនរគ្នាយកពាក្យកន្លែង video library នេះបាទហើយចុចយកពាក្យថា live បន្តមកយើងក៏មក copy យក Steam key វាយើងចុចពាក្យថា next សិនមកបាទអូខេអញ្ចឹងយើងទុកpage Facebook page នេះមក like សិនយើងសុំចូលមកកាន់ OBS សិនបាទអញ្ចឹងសូមបញ្ជាក់ផងដែរថានៅពេលដែលយើងបើកចូលមកដល់កាន់ OBS សម្រាប់កុំព្យូទ័រប្រភេទ laptop អ្នកនរគ្នាត្រូវធ្វើការបិទនេះបិទខាងលើនេះបិទសំឡេងពីរហ្នឹងវាត្រូវបិទបាទជាវាការទៅពេលយើង live ទៅសំឡេងនឹងចូលទៅក្នុងវីដេអូដែលយើង live បាទហើយជំរាបបន្តមកទៀតអ្វីយើងត្រូវធ្វើគឺចូលទៅកាន់ setting បាទហើយលោកអ្នកទាំងអស់គ្នាជឿនៅកន្លែងស្លាយសញ្ញាផែននៅខាងលើនេះយកកន្លែងពាក្យ Steam ហ្នឹងបាទហើយបន្តមកទៀតយើងចុចកន្លែងនេះយើងរើសយកពាក្យថា Facebook Live បាទអញ្ចឹងយើងកំអាល live យើងត្រូវការចូលទៅកាន់ការសំទោសយើងត្រូវទៅ copy យក Steam key សិនបាទនេះអញ្ចឹងយើង copy មកបាទ copy យក Steam key នេះចូលមកកាន់ setting មិញមកខ្ញុំបានប្រាប់បាទយក Live Steam អូខេបន្ទាប់មកយើងអាចលុបនៅ key វាចាស់នេះចោលបាទ Steam key ហ្នឹងហើយយើងផាស Steam key យើងបាន copy បាញ់បាទយើងផាសមកអូខេតមកយើងចុចពាក្យថា slide ហើយយើងពាក្យថាអូខេមកកន្លែងនេះយើងអាចបង្កើតនៅ source មួយបាទយើងយក media source មកអូខេកន្លែងនេះយើងអាចចំណងជើងក៏បានមិនក៏បានហើយចិត្តតមកចុចពាក្យថាអូខេបន្ទាប់ពីចុចអូខេហើយយើងអាចចូលកន្លែង browse នេះដើម្បីទៅរកវីដេអូដែលយើងចង់ live ហើយវីដេអូយើងទុកកន្លែងណាយើងចូលទៅរកកន្លែងហ្នឹងមកបាទនេះឥឡូវយើងសាក live តាក់មើលតែប្រហែលចុចអូខេអញ្ចឹងសូមបញ្ជាក់ថារាល់ការ live យើងត្រូវតែចំណងជើងនៅកន្លែងហ្នឹងបាទកន្លែងនេះគឺយើងអាចវាយចំណងជើងឲ្យហើយមកយើងវាយចំណងជើងអីរួចអស់ហើយយើង copy Steam key ហើយបន្ទាប់មកទៅពេលយើងចុចហើយយើងអាចចុចអូខេអញ្ចឹងយើងអាចទាញវីដេអូនេះមកបើសិនជាវីដេអូខ្នាតធំគឺវាអត់ពេញទេយើងអាចទាញមកដាក់អញ្ចឹងបាទទាញវាអញ្ចឹងមកបាទទាញអញ្ចឹងឲ្យពេញអញ្ចឹងមកយើងដាក់អូសមកចំកណ្ដាលចេះដោយសារនេះជាវីដេអូខ្នាតធំបាទដាក់កណ្ដាលអញ្ចឹងមកហើយចុចពាក្យថា start ខាងលើនេះបាទអូខេបន្ទាប់មកយើងអស់ភារកិច្ចមក OBS យើងធ្វើការបិទ OBS តែចុះក្រោមហើយយើងមកមើលខាងនេះវិញយើងរងចាំនៅកន្លែងពាក្យថា go live នេះបាទនេះហើយយើងចុចយក go live មកបាទនេះឥឡូវវីដេអូយើង live ជាមួយ OBS មកចូលមកកាន់ Facebook page របស់យើងហើយបាទនេះគឺជាវីដេអូដែលខ្ញុំបាន live មកហើយភាសាអ៊ីនធឺណិតខ្ញុំផ្ទះចាំបញ្ហាបន្ទួចហើយយើងចូលត្រឡប់មកកាន់ Facebook របស់យើងតាទៅមើលថាតែយើងអាច live បានជោគជ័យឬក៏អត់បាទនេះគឺវីដេអូយើង live ដោយសារតែយើង live ដំបូងអញ្ចឹងមិនមានអ្នកមើលទេអញ្ចឹងនៅពេលយើង live ហើយយើងអាចព្យាយាម share វាចូលទៅកាន់ក្រុមកាន់អីបានច្រើនអញ្ចឹងទៅដើម្បីឲ្យមានអ្នកទស្សនាបានច្រើនគេនឹងអាចធ្វើការ like ឬក៏ share នៅ page របស់យើងបន្តអញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាចុចកន្លែង stop នេះវានឹងដាច់ live អញ្ចឹងការ live ទៅ live សារថ្មីអញ្ចឹងរាល់ការ live សារថ្មីយើងត្រូវចាំបាច់បំផុតគឺត្រូវទៅ copy Steam key យកមកសារថ្មីដើម្បីធ្វើការ live ម្ដងទៀតតែ
តែបើសិនជាយើង live នៅវីដេអូហ្នឹងចប់មួយរឿងហើយយើងចង់ live បន្តមួយរឿងទៀតយើងអាចចូលទៅកន្លែងហ្នឹងកន្លែង media source មិញហ្នឹងចុចខ្លាំង2ដងមកបាទហើយចូលកន្លែងប្រើនេះមកយើងទៅរកវីដេអូចុចដូចបាញ់មិញហ្នឹងហើយចុច OK អញ្ចឹងវានឹងលុបវីដេអូចាស់ហ្នឹងនៅពេលដែលយើង live បន្តចូលទៅវីដេអូថ្មីមួយទៀតវាសារតែអ៊ីនធឺណិតខ្ញុំនៅរៀងខ្សោយអញ្ចឹងការ live វាតាក់វាអត់ដំណើរការល្អបើសិនជាអ៊ីនធឺណិតរបស់អ្នកនរគ្នាល្អដំណើរការលឿនវាមិនតាក់ទេអាច live បានរលូនហើយដល់ការ live ទាំងអស់ហ្នឹងនេះទៅអ៊ីនធឺណិតចាំបាញ់ផុតគឺត្រូវតែលឿនដែរនេះខ្ញុំប្រើ smartphone មួយខែ$15នៅទៅតាក់ live កើតតែតាក់អត់ដើរហ្មងមួយខែ$15បានតែមួយខែដំបូង smartphone បន្ទាប់ពីមួយខែហ្នឹងហើយគឺ0ហ្មងចង់ live វីដេអូចង់ down ចង់អីក៏ពិបាកមែនទែនហ្មងបាទអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះអ្នកនរគ្នាអាចយល់ហើយងាយស្រួលក្នុងការ live ចំពោះការ live នៅមានកម្មវិធីមួយទៀតនេះគឺជាកម្មវិធី Wirecast ប៉ុន្តែកម្មវិធី Wirecastរបៀប live គឺខុសពី OBS អញ្ចឹងសម្រាប់ Wirecast ខ្ញុំនឹងបង្ហាញជូនអ្នកនរគ្នានៅពេលក្រោយនៅវីដេអូក្រោយជាមួយនឹងការបង្កើតក្រុមខ្ញុំនឹងធ្វើវីដេអូបង្កើតក្រុមហើយបង្ហាញអំពីរបៀប live Wirecast មកដើម្បីកុំឲ្យខាតពេលឬក៏ចំណាយពេលធ្វើវីដេអូច្រើនអ្នកនរគ្នាអាចមើលវីដេអូម្ដងហើយយល់ហើយតើតើនឹងបញ្ហាមួយចំនួនតើតើជាមួយនឹង YouTube ឬក៏ជាមួយនឹង Facebook អ្នកនរគ្នាអាច comment សួរបាននៅខាងក្រោមវីដេអូបើសិនជាខ្ញុំចេះខ្ញុំនឹងព្យាយាមធ្វើនៅវីដេអូនឹងជូនទៅកាន់អ្នកនរគ្នាតែបើមិនចេះក៏នឹងធ្វើមិនដែរចេះប៉ុណ្ណាគឺជួយឲ្យប៉ុណ្ណឹងខ្ញុំនឹងជួយហើយអរគុណចំពោះការទស្សនានៅវីដេអូនេះសង្ឃឹមថាការនិយាយស្ដីមានខុសឆ្គងតិចតួចកុំប្រកាន់អីដោយសារតែមិនសូវចេះប្រហែលដែរតែគាត់នៅឃើញគំនិតថាចង់ជួយចែកម្លែកគ្នាទាំងអស់គ្នាឲ្យដើម្បីឲ្យចេះអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតជូនពរសំណាងល្អទាំងអស់គ្នាបាទអរគុណ